កុមារត្រូវតែបានចូលរៀនគេងក្នុងជំរឹកដ៏កក់ក្ដៅក្នុងគ្រាដ៏លំបាកនេះតបជួមុខសម្រុកតបជួក្រោយសម្រួលសាមគ្គីជាកម្លាំងនិងជាធ្លុងតែមួយការសង្គ្រោះបឋមសម្រាប់កុមារដែលរស់នៅក្នុងជំរំភីសទឹកគឺផ្ដោតសំខាន់លើការថែរក្សាសុខភាពទូទៅនិងការបង្ការជំងឺនិងការស្ដារសុខភាពផ្លូវចិត្តឡើងវិញបន្ទាប់ពីពួកគេឆ្លងកាត់ការប៉ះទង្គិចសុខភាពរាងកាយនិងសុខភាពទូទៅត្រូវធានាថាកុមារទទួលបានទឹកស្អាតនិងលើកទឹកចិត្តឲ្យមានទម្លាប់លាងដៃជាប្រចាំជំងឺរាគនិងជំងឺឆ្លងតាមទឹកគឺជារឿងដ៏គ្រោះថ្នាក់បំផុតសម្រាប់កុមារនៅក្នុងជំរំផ្ដល់អាហារបន្ថែមដែលមានប្រូតេអ៊ីននិងវីតាមីនសម្រាប់ទារកនិងកុមារតូចៗការចាក់វ៉ាក់សាំងប្រសិនបើអាចធ្វើបានត្រូវផ្ដល់វ៉ាក់សាំងជាមូលដ្ឋានឡើងវិញឧទាហរណ៍វ៉ាក់សាំងតេតាណុលកញ្ជ្រឹលព្រោះកុមារងាយរងគ្រោះដោយសារការរស់នៅជុំគ្នាបង្កើតថ្នាក់រៀនបណ្ដោះអាសន្ននៅតាមជំរំឬតំបន់ភីសទឹកសុខភាពផ្លូវចិត្តការរៀនសូត្រជួយបង្កើតទម្លាប់ប្រចាំថ្ងៃឡើងវិញដែលធ្វើឲ្យកុមារមានអារម្មណ៍ថាជីវិតមានស្ថិរភាពបន្ទាប់ពីឆ្លងកាត់ភាពតក់ស្លុតសកម្មភាពដែលជួយសម្រួលឲ្យកុមារមានអារម្មណ៍ថាធូរស្រាលនាំឲ្យកុមារមានការលេងល្បែងកម្សាន្តជុំគ្នាដូចជាល្បែងបោះបាល់លោតអន្ទាក់ល្បែងដែលតម្រូវឲ្យមានចលនារាងកាយការអានរឿងនិទានរៀនអក្សរលេខសាមញ្ញល្បែងផ្គុំរូបការអប់រំជួយឲ្យកុមារត្រៀមខ្លួនសម្រាប់ពេលដែលពួកគេអាចត្រឡប់ទៅសាលារៀនវិញរួមបញ្ចូលសង្គមជួយកុមារឲ្យអភិវឌ្ឍទំនាក់ទំនងសង្គមការធ្វើការងារជាក្រុមនិងរៀនពីរបៀបដោះស្រាយបញ្ហាការអប់រំគឺមិនអាចពន្យាពេលបានទេសូម្បីតែក្នុងពេលប្រទេសមានវិបត្តិក៏ដោយថ្នាក់រៀនបណ្ដោះអាសន្នគឺជាផ្នែកមួយដ៏សំខាន់នៃជំនួយមនុស្សធម៌